គ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានដំណឹងមួយចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដោយអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយអំពីការឈ្លានពានពីសំណាក់ជនជាតិសៀមមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាអ្នកទាំងអស់គ្នារួមទាំងខ្ញុំផងដែរសុទ្ធតែមានការឈឺចាប់សុទ្ធតែមានការព្រួយបារម្ភអំពីដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាចង់ឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍមានសុខសន្តិភាពមានការរីកចម្រើនប្រជាជនមានជីវភាពធូរធារដោយអ្នកទាំងអស់គ្នាដែលកំពុងតែរស់នៅប្រទេសជប៉ុនរួមទាំងខ្ញុំផងដែរសុទ្ធតែបានឃើញអំពីភាពជាតិនិយមរបស់ប្រជាជនជប៉ុនឃើញអំពីភាពជឿនលឿនភាពរីកចម្រើននៅក្នុងប្រទេសជប៉ុននានាដូច្នេះហើយក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ក្នុងនាមជាកងទ័ពជួរក្រោយអ្នកទាំងអស់គ្នារួមទាំងខ្ញុំគឺមានតែសាមគ្គីភាពគ្នាជាធ្លុងមួយដើម្បីគ្រប់គ្រងទៅដល់កងទ័ពក៏ដូចជាជនភៀសសឹកដែលកំពុងត្រូវការយើងទាំងអស់គ្នាសម្រាប់វីដេអូដែលខ្ញុំចេញថ្ងៃនេះគឺខ្ញុំចង់ជូនដំណឹងទៅកាន់អ្នកទាំងអស់គ្នាអំពីការប្រារព្ធពិធីប្រកួតបាល់ទាត់ដើម្បីរៃអង្គាសថវិកាសម្រាប់គ្រប់គ្រងសម្រាប់បរិច្ចាគទៅកាន់កងទ័ពជួរមុខក៏ដូចជាជនភៀសសឹកដែលកំពុងទទួលការញោមញីឈ្លានពានតាមព្រំដែនពីសំណាក់ជនជាតិសៀមសម្រាប់ការបរិច្ឆេទនៃការប្រកួតគឺធ្វើឡើងនៅឆ្នាំ2025ខែ12ថ្ងៃទី14ត្រូវនៅថ្ងៃអាទិត្យនៅថ្ងៃស្អែកនឹងហើយសម្រាប់ទីតាំងគឺខ្ញុំនឹងដាក់នៅខាងលើវីដេអូដើម្បីអ្នកទាំងអស់គ្នាមានភាពងាយស្រួលសម្រាប់ការមកគ្រប់គ្រងឲ្យបានច្រើនកកទាំងអស់គ្នាក៏ប៉ុន្តែសម្រាប់ទីតាំងនឹងផងដែរគឺអ្នកទាំងអស់គ្នាបានស្គាល់ច្បាស់ហើយសម្រាប់អ្នកនៅក្នុងកោះខ្ជឺឈឺដែលមាន 4-5 ខេត្តនៅជាប់ៗហ្នឹងមានខេត្តFukuoka កែងមានខេត្ត Kumamoto មានខេត្ត Saga មានខេត្ត Nagasaki មានខេត្ត Oita មានខេត្ត Kagoshima ជាដើមសុទ្ធតែដឹងអំពីទីតាំងហ្នឹងហើយគឺគេហៅថាកន្លែងបាញ់កំជ្រួចនៅខេត្តនៅទីក្រុង Yatsushiro នៃខេត្ត Kumamoto ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងព្យាយាមចូលរួមឲ្យបានច្រើនកកដើម្បីរៃអង្គាសថវិកាបានច្រើនសម្រាប់បរិច្ចាគទៅកាន់ជនជាតិខ្មែរដែលកំពុងភៀសសឹកកំពុងត្រូវការយើងទាំងអស់គ្នាអ្នកទាំងអស់គ្នាកំពុងតែមើលវីដេអូរបស់ខ្ញុំប្រកាសណាស់ថានឹងមានអ្នកមានអារម្មណ៍ថាឃើញតែពីការរៃអង្គាសលុយខាងនេះកូរ៉េខាងនោះកូរ៉េហើយចូលលុយនឹងប្រើទៅណាក៏ប៉ុន្តែបើសិនជាគ្រួសាររបស់អ្នកទាំងអស់គ្នាស្ថិតនៅក្នុងការភៀសសឹកគ្រួសាររបស់អ្នកទាំងអស់គ្នាស្ថិតនៅក្នុងការរត់គេចពីភ្លើងសង្គ្រាមរត់ទៅរកទីទួលសុវត្ថិភាពនោះអ្នកទាំងអស់គ្នានឹងយល់អំពីអារម្មណ៍មួយនេះច្បាស់នៅពេលផ្ទះសម្បែងត្រូវបានគេបំផ្លាញគ្មានទីជម្រកសមរម្យគ្មានថវិកាគ្មានស្បៀងគ្មានចំណីអាហារគ្មានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃបានបាយព្រឹកខ្វះល្ងាចត្រូវសន្សំសំចៃគ្រប់បែបយ៉ាងនៅក្នុងស្ថានភាពដ៏លំបាកមួយនេះដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរម្នាក់ស្ថិតនៅក្នុងគ្រាលំបាកបែបនេះអ្នកទាំងអស់គ្នារួមទាំងខ្ញុំមានតែសាមគ្គីគ្នាជាធ្លុងមួយដើម្បីគ្រប់គ្រងទៅដល់កងទ័ពជួរមុខក៏ដូចជាជនភៀសសឹកក៏ដូចជាប្រជាជនដែលកំពុងតែរងផលប៉ះពាល់ដោយសារភ្លើងសង្គ្រាមមួយនេះជាចុងក្រោយសង្ឃឹមថាបងប្អូនទាំងអស់គ្នាក៏ដូចជាមិត្តភ័ក្តិឬក៏អ្នកដែលបានស្គាល់ខ្ញុំឬក៏អ្នកដែលបានស្គាល់សមាជិកនៃក្រុមបាល់ទាត់ទាំងអស់គ្នាអ្នកទាំងអស់គ្នានឹងព្យាយាមចូលរួមបានច្រើនកកដើម្បីរៃអង្គាសថវិកាឲ្យបានច្រើនតាមដែលអាចធ្វើបានដើម្បីបរិច្ចាគទៅកាន់កងទ័ពជួរមុខក៏ដូចជាបងប្អូនជនភៀសសឹកដែលកំពុងត្រូវការយើងទាំងអស់គ្នាបន្តិចម្នាក់ដើម្បីប្រជាជនកម្ពុជាដែលកំពុងរងផលប៉ះពាល់នៃការឈ្លានពានពីសំណាក់ជនជាតិសៀម